Nâng ấy tặng khía ca bị video món nhằm và hàng tặng khía bị ca download do điều C++ này nè chẳng mà tặng khía ở toàn man load té tầm video món đó nhằm và hàng hai ấy nắng chẳng bà sân cho tặng khía ban download hai tặng khía bao cả nắng máu bây giờ bao tụi bốn tặng khía nắng chinh tiền bạn này hai chắc thầm mấy tập dạng ai sẽ code bán chẳng tặng khía mơ này càng lớn đó nâng khơi bị thập file chẳng khía chạy lời nắng máu do bị nhú hay gió soft file hay mà tặng khía mơ lên nắng đã ở những chốt màu lên những là nắng mắt lại soft file như ai chốt control n chứ mà tặng khía cho nắng tặng khía ai chốt control n bàn lại thì họ thay chốt control n ok nhé anh thay thọ pi anh thay thọ bay dạng đồng lấy em xong bật đây là nhầm bảo nhầm do sao mấy file nhú ảnh soft file chẳng tầm bay bây giờ dân banประกาศ file ថ្មីឬមួយយើងចុច control n នឹងហើយចឹងទាំងអស់គ្នានឹងបានផ្ទាំងបែបនេះចឹងដើម្បីអាចសរសេរកូដ C បានណាទាំងអស់គ្នាទី1ត្រូវចុច include អូខេ include stdio.h បន្ទាប់មកទៀតទាំងអស់គ្នាត្រូវមាន main function មួយចឹងទាំងអស់គ្នាសេតាមខ្ញុំមក in main សេតាមសិនមកខ្ញុំបញ្យល់ហើយនៅក្នុង main ហ្នឹងទាំងអស់គ្នាត្រូវមាន return zone អញ្ចឹងបើទាំងអស់គ្នាមានប៉ុណ្នេះគឺទាំងអស់គ្នាអាចសេកូដ C programming បានហើយណាដែលកូដរបស់យើងទាំងអស់គ្នាសួរថាកូដរបស់យើងសេណាកូដរបស់យើងគឺទៅសេនៅក្នុង main function នេះ in main function នេះប្លោះនេះប្លោះពីគ្នាបនេះមកគ្នាបនេះអញ្ចឹងកូដរបស់យើងនឹងត្រូវបានទៅសេក្នុងហ្នឹងអូខេអញ្ចឹងពេលដែល program យើង run គឺវា run ពីលើចុះក្រោមពីឆ្វេងទៅស្ដាំដូចយើងអានអក្សរអញ្ចឹងណាវានឹងអានបែបនេះពីលើចុះក្រោមពីឆ្វេងទៅស្ដាំអញ្ចឹងមកអូខេអញ្ចឹងទាំងអស់គ្នានឹងឆ្ងល់ថាចុះ include stdio.h នេះគឺជាអីគេអាហ្នឹងគេហៅថាជា header file អញ្ចឹងយើងត្រូវ include header file មកដើម្បីអីដើម្បីយើងអាចប្រើនេះទីហោថាយើងចង់ print ពាក្យថា hello world program ទៅលើ console អីគេជា console ទីទៀតនឹងប្រាប់អញ្ចឹងបើទាំងអស់គ្នាអត់ include អានេះទេទាំងអស់គ្នាអត់អាចប្រើនេះបានទេណាអញ្ចឹងអ្វីដែលទាំងអស់គ្នាត្រូវពេលដែលទាំងអស់គ្នាចូលមកទៅសេ C programming អ្វីដែលទាំងអស់គ្នាត្រូវពេលដែលទាំងអស់គ្នាបង្កើត file មួយហើយអញ្ចឹងណា control n ឬមួយក៏ file new ហើយអញ្ចឹងណាអញ្ចឹងទាំងអស់គ្នាសរសេរប៉ុណ្ណឹងមកទើបយើងអាចសេកូដតទៅមុខទៀតបានណាហើយ main function នេះពេលដែលកូដយើងចាប់ផ្ដើម run ណា main function ហ្នឹងអ្វីនៅក្នុង main function ហ្នឹងអ្វីកូដដែលយើងសរសេរនៅក្នុង main function ហ្នឹងវានឹងត្រូវបានដំណើរការហើយ return 0 នេះមានន័យថាគឺជាចំណុចចប់នៃ programming មានន័យថានៅពេលដែលវា run កូដយើងវាមានហូរហែពីលើមកអញ្ចឹងពេលវាដល់ return 0មានន័យថាវាដឹងហើយយើងប្រាប់ទៅកាន់ program យើងប្រាប់ទៅកាន់ computer ថាកូដយើងចប់ត្រឹមហ្នឹងណាចឹងហើយទៅreturn 0នេះគេតែងតែដាក់ផ្នែកខាងក្រោមមកអស់នៃកូដបើសិនយើងដាក់ផ្នែកខាងលើមានន័យថាពេលដែលវា run មកវាប៉ះ return 0វាឈប់ run ហើយកូដនៅក្រោមហ្នឹងគឺវាអត់ធ្វើការទៀតទេតែ return 0នេះគឺយើងប្រាប់ទៅកាន់ program ប្រាប់ទៅកាន់ computer ថាអូខេកូដរបស់ខ្ញុំបានចប់ត្រឹមចំណុចហ្នឹងហើយអញ្ចឹងឥឡូវយើងដើម្បីតេស្តទាំងអស់គ្នាទៅសេ print មួយមក print f មួយមកខ្ញុំដាក់ hello world សាថ្មីណាអូខេអញ្ចឹងទាំងឥឡូវយើងទៅសេយើងដឹងណាកាលពីវីដេអូមុនខ្ញុំបានបង្ហាញណា hello world ហ្នឹងវានឹង output ទៅលើ console អញ្ចឹងទាំងអស់គ្នាមើលកន្លែងនេះណាអញ្ចឹងកន្លែងនេះគឺគេដាក់ពាក្យថា compile អញ្ចឹងយើងចុចកន្លែងហ្នឹងមកដើម្បីចង់ដឹងថាតើកូដរបស់យើងហ្នឹងយើងសរសេរមាន error ឬមួយក៏មានផ្លេចអីអត់អញ្ចឹងយើងចុច compile ដោយសារតែកូដនេះយើងអត់ទាន់បាន save អញ្ចឹងទាំងអស់គ្នាទៅរកកន្លែងសម្រាប់ save សម្រាប់ខ្ញុំនឹងទុកកូដហ្នឹងនៅលើdesktop របស់ខ្ញុំនៅក្នុង folder មួយឈ្មោះថា teaching ហើយខ្ញុំដាក់ចូល C programming អញ្ចឹងខ្ញុំដាក់ថាhello
world ចុះណាអញ្ចឹងកន្លែងនេះទាំងអស់គ្នាយកឃើញទេ save as file tab គេយក C++ soft file ទាំងអស់គ្នាយក .c មកណាកន្លែងហ្នឹងនៅលើ C++ ហ្នឹងមាន .c អញ្ចឹងយក .c មកហើយចុច save មកអញ្ចឹងពេលយើង compile ហើយទាំងអស់គ្នាឃើញកន្លែងនេះវាដាក់ថា error 0 warning 0 compile ហ្នឹងមានន័យថាយើងចង់ check មើលនេះអាកូដដែលយើងសរសេរប៉ុណ្នេះតើវាមានកំហុសឆ្គងឬមួយក៏វាមានកន្លែងណាដែលយើងសរសេរខុសអត់អញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំអត់បានដាក់ semicolon នៅកន្លែង hello world នេះទេណាខ្ញុំភ្លេច semicolon មួយអញ្ចឹងខ្ញុំចុច compile ឃើញទេអ្នកនរគ្នាវា error ហើយនេះគេថា unexpected semicolon before return ក៏ប៉ុន្តែអានេះអត់មានទេអញ្ចឹងពេលដែលយើង compile ទៅការណាត់កូដយើង error គឺវានឹងប្រាប់យើងនៅកន្លែង compile ហ្នឹងហើយកូដយើងវាអាចrun ទៅមុខបានទេព្រោះវា compile អត់ចេញអញ្ចឹងឥឡូវយើងដាក់វិញយើងចុច compile មកចឹងអ្នកនរគ្នាឃើញទេគេដាក់ error 0 warning 0មានន័យថាកូដយើងអូខេហើយវាអត់មាន problem អីទេអញ្ចឹងពេលយើង compile ហើយអ្នកនរគ្នាឃើញជាប់ compile ហ្នឹងមានប៊ូតុង run មួយយើងចុច run មកអូខេអ្នកនរគ្នាឃើញទេអញ្ចឹងវានឹង output នៅលើ console នៅពាក្យថា hello world អញ្ចឹងអាក្រុមនេះអ្នកនរគ្នា ignore ចោលបើចាប់អារម្មណ៍ពីវាទេគឺចាប់អារម្មណ៍តែខាងលើនេះបានហើយអានេះគឺជា result ដែលយើងទៅ save ប៉ុណ្ណេះយើង save ប៉ុណ្ណឹងគឺបាន result ប៉ុណ្ណេះនៅលើ console ចឹងនេះផ្ទាំងខ្មៅៗនេះទាំងអស់គ្នាពេលខ្ញុំនិយាយថា console ហ្នឹងគឺមានន័យថាខ្ញុំចង់ប្រាប់ទាំងអស់គ្នាថាផ្ទាំងខ្មៅនេះផ្ទាំងខ្មៅហ្នឹងអាហ្នឹងគេហៅថាជា console ចឹងទាំងអស់គ្នាតិចទៀតរៀនតទៅមុខទៀតទាំងអស់គ្នានឹងលេង run នៅលើ console ហ្នឹងហើយព្រោះថា C programming ចំណុចសំខាន់របស់វាគឺចង់ឲ្យទាំងអស់គ្នាយល់អំពីមូលដ្ឋានគ្រឹះនៃ coding ឯងវាអត់តាក់ទងមួយយើងរំពឹងថានឹងអាចបង្កើតអីលយដោយប្រើ C ឯងព្រោះយើងមាន framework ទំនើបច្រើនណាស់ក៏ប៉ុន្តែបើអត់ចេះ C ទេក៏ធ្វើអីអត់កើតដែរហើយ C ហ្នឹងក៏ build អីបានធំច្រើនដែររបស់ដែលខ្លាំងគឺគេ build ចេញពី C ហើយចឹងយើងបាញ់និយាយវិញឆ្ងាយព្រោះយើងរៀនតែ basic មូលដ្ឋានគ្រឹះនៃ programming អូខេចឹងទាំងអស់គ្នានឹងយល់ទី1ពេលដែលទាំងអស់គ្នាចូលមកសរសេរកូដ C ទាំងអស់គ្នាធ្វើការ include យក header file នេះមកឥឡូវ let's say ថាខ្ញុំអត់បាន include header file ហ្នឹងទេអូខេទាំងអស់គ្នាលុបចោលចឹងអ្នកនរគ្នាមើលពេលខ្ញុំ compile អូខេកូដខ្ញុំវា error បាត់វាថាយើងប្រើ print s នេះយើងប្រើ print s នេះដើម្បី print hello world នេះក៏ប៉ុន្តែវា compatible implicit declaration of built-in function printf មានន័យថាយើងអត់បាន include header file អាលើមិញហ្នឹងមកទេអ្នកនរគ្នាអត់អាចប្រើ function នេះបានទេអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំលុប function printf ហ្នឹងចោលលុបពីហ្នឹងតែមកកូដយើងវា error អត់អ្នកនរគ្នាឃើញទេ error 0 warning 0អញ្ចឹងមានន័យថាទាំងអស់គ្នាពេលដែលចង់ប្រើ print ចង់ប្រើអីហ្នឹងត្រូវតែមាន header file របស់គេទើបយើងអាចប្រើបានណាអញ្ចឹងបើយើងចង់ប្រើ print s នេះយើងត្រូវ include នៅ header file នេះអូខេអញ្ចឹងកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងទេទាំងអស់គ្នាទី1អានេះគឺជា compile អានេះគឺជាប៊ូតុង run អញ្ចឹងពេលយើងចុច run ទៅហើយអានេះគេហៅថាជា console ហ្នឹងគឺជាកន្លែង output របស់យើងហ្នឹងឯងហើយអ្វីដែលយើងទៅ save ប៉ុណ្នេះគេហៅតែ syntax ពេលដែលគេនិយាយថា syntax ហ្នឹងគឺមានន័យថារូបមន្តជាខ្មែរអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំមានប៉ុណ្្នឹងសិនហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញទាំងអស់គ្នាពីរបៀបប្រើប្រាស់ print នេះម្ដង